កំពុងមានផ្ទៃពោះកូនដំបងតារាចម្រៀងសុវត្ថិឌីធីរិកានៅតែឡើងឆាកចម្រៀងសន្សំលុយដូចមុនក្រោយទន្ទឹងរង់ចាំអស់រយៈពេលរាប់ឆ្នាំទីបំផុតក្តីស្រមៃចង់បានកូនជាចំណងដៃក្នុងគ្រួសារបានខ្លាចជាការពិតតារាចម្រៀងសុវត្ថិឌីធីរិការំភើបចាត់ដល់ស្រក់ទឹកភ្នែកពេលដឹងថាខ្លួនមានផ្ទៃពោះកូនដំបងតែទោះជាយ៉ាងណាពេលនេះសុវត្ថិឌីធីរិកានៅតែបន្តអាជីពចម្រៀងដូចមុនដដែលតារាចម្រៀងសុវត្ថិឌីធីរិកាបានរៀបការជាង1ឆ្នាំហើយនាងតែមានក្តីស្រមៃចង់បានកូនឆាប់ប៉ុន្តែខំប្រឹងយ៉ាងណាក៏នៅតែបរាជ័យដោយឡែកនៅក្នុងឱកាសបុណ្យសិទ្ធិនារី8មិនិនាកន្លងមកនេះនាងស្រាប់តែបានបង្ហាញនៅដំណឹងល្អទៅកាន់គ្រួសារព្រមទាំងអ្នកគាំទ្ររបស់នាងឲ្យបានដឹងជាមួយអារម្មណ៍រំភើបលាយឡំទឹកភ្នែកសុវត្ថិឌីធីរិកាបានរៀបរាប់ថាពេលនេះក្តីស្រមៃខ្លួនខ្លាចជាការពិតហើយនាងទទួលបានចំណងដៃដោយក្តីប្រាថ្នាមិនថាកូនក្នុងផ្ទៃរបស់ខ្លួនជាកូនប្រុសឬកូនស្រីនាងស្រឡាញ់ពេញចិត្តនិងរីករាយស្វាគមន៍សមាជិកថ្មីមិនត្រឹមតែសុវត្ថិឌីធីរិកាប៉ុណ្ណោះទេដែលរំភើបចិត្តសូម្បីតែស្វាមីនាងសប្បាយចិត្តលើនាងទ្វេដងរហូតមិនព្រមឲ្យនាងចាញ់ប្រកបការងារច្រៀងដូចមុនទេដោយស្វាមីនាងចង់ឲ្យនាងសម្រាកថែរក្សាសុខភាពចំពោះរឿងជីវភាពគឺស្វាមីនាងធានារ៉ាប់រងទាំងអស់ថ្មីត្បិតតែទទួលបានភាពកក់ក្ដៅខ្លាំងពីស្វាមីរបស់ខ្លួនក្នុងអំឡុងពេលមានផ្ទៃពោះនេះតែតារាចម្រៀងសុវត្ថិឌីធីរិកានៅតែនិយាយថានាងនឹងបន្តការងារសិល្បៈនិងចិញ្ច្រៀងដូចដើមគ្រាន់តែពេលនេះនាងមិនទទួលបានការងារច្រើនដូចមុនដើម្បីទុកពេលវេលាខ្លះដើម្បីថែទាំសុខភាពកុំឲ្យស្វាមីព្រួយបារម្ភពេកម្យ៉ាងវិញទៀតពោះរបស់នាងពេលនេះក៏ពុំទាន់ខ្នាតធំដែរអាចធ្វើការងារស្រាលៗបាន